រឿងដៃមិនអស់ហូបឬក្របពេជ្រដែលបំផ្លាញជីវិតម្ចាស់របស់វានៅឆ្នាំ1600កាលឡើងនៅក្នុងប្រទេសឥណ្ឌាមានក្របពេជ្រពណ៌ខៀវដ៏ភ្លឺថ្លាស្អាតទំហំ112ក្រាតត្រូវបានលួចចេញអំពីវិហារសាសនាមួយនៅក្នុងប្រទេសឥណ្ឌាហើយក៏ត្រូវបានលក់ទៅឲ្យឈ្មួញបារាំងម្នាក់ឈ្មួញបារាំងនោះក៏បានលក់បន្តទៅឲ្យស្ដេចលវីទី14ស្ដេចលវីទី14ក៏យកវាមកច្នៃបន្តហើយក៏ដាក់ឈ្មោះថា Frank Blue ឬក្របពេជ្រពណ៌ខៀវរបស់បារាំងចំណែកក្រោយមកទៀតក្របពេជ្រនោះក៏ធ្លាក់ទៅស្ដេចលវីទី16និងមហាជ័យរបស់ទ្រង់ឈ្មោះអង្គណេតនៅពេលដែលអង្គណេតគាត់ត្រូវបានបាត់បង់ជីវិតក្របពេជ្រនោះក៏បាត់បង់អស់រយៈកាលយ៉ាងយូរទៅបាទលោកចំណែកក្រោយមកទៀតក្របពេជ្រនោះក៏បានធ្លាក់ទៅកាន់សិទ្ធិជនជាតិអង់គ្លេសម្នាក់ដែលជាប្រធានធនាគារនោះក៏ត្រូវបានបាត់បង់ទ្រព្យសម្បត្តិអស់យ៉ាងច្រើនហើយក៏ត្រូវបានធ្លាក់ទៅកាន់សិទ្ធិជនជាតិអាមេរិកនៅពេលដែលនាងគ្រប់គ្រងពេជ្ររបស់ពេជ្រនោះក្រុមគ្រួសាររបស់នាងក៏ត្រូវបានបាត់បង់ទ្រព្យសម្បត្តិយ៉ាងច្រើនប្តីរបស់នាងក៏ត្រូវបានបាត់បង់ហើយនិងកូនរបស់នាងក៏ត្រូវបានបាត់បង់ជាចុងក្រោយក្របពេជ្រនោះក៏ត្រូវបានស្ថិតនៅក្នុងសារមន្ទីរ Smithsonian នៃសហរដ្ឋអាមេរិកដោយផ្ញើទៅតាមស្រោមសម្បត្តិមួយយ៉ាងសាមញ្ញបច្ចុប្បន្នក្របពេជ្រនោះគឺមិនត្រូវបានដាក់លក់នោះទេហើយក៏ត្រូវគេប៉ាន់ប្រមាណថាបច្ចុប្បន្នតម្លៃក្របពេជ្រនោះប្រហែល$250 លាន